là chị An chị ơi លោកអ៊ំជនជាតិចិនម្នាក់នេះទៅតែមកបើកលក់ជាប្រភេទនំពងទាចាក់ពុំនៅលបងសាលាបាក់ទូកក្នុង4ខែទេពុកម៉ែបងប្អូនប៉ុន្តែគាត់ទទួលបានការគ្រប់គ្រងច្រើនហើយចំណុចពិសេសនៅពេលដែល Twister ទៅដល់កន្លែងគាត់នឹងគឺមានពីរធំដូចជារសជាតិក៏ដូចជាភាពរស់រាយរាក់ទាក់ណាសម្រាប់អ្នកដែលជាមួយគឺប្រកាសជាដឹងច្បាស់ហើយដែល Twister ទៅនឹងគឺថាឃើញអ៊ំប្រុសលក់ដាច់មែនតែនមិនថាតែអូនសិស្សសាលាក៏ដូចជាពុកម៉ែបងប្អូនដែលរស់នៅម្ដុំនឹងទេគឺមកគ្រប់គ្រងច្រើនតែម្ដងគាត់មានលក់ជាប្រភេទនំពងទាចាក់ពុំបែបនេះណាហើយខាងនេះគឺជាម្សៅរបស់គាត់គឺថាឡើងខាប់ឡើងល្អមែនតែនពុកម៉ែបងប្អូនហើយ Twister បានសាកសួរដែរគឺថាគាត់លក់ដាច់គាត់មានបើកលក់ចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង8យប់ហើយសម្រាប់នំពងទាចាក់ពុំរបស់គាត់នេះគឺមានការវាស់សីតុណ្ហភាពត្រឹមត្រូវគឺតតែពុំនេះឡើងកម្ដៅក្ដៅរហូតដល់180អង្សាទើបគាត់ចាក់សាច់ម្សៅនេះចូលពុកម៉ែបងប្អូនបើសិនជាកម្ដៅនឹងអត់ក្ដៅទេនៅពេលដែលចាក់ទៅគឺធ្វើឲ្យសាច់នំខាងក្នុងនឹងអត់ឆ្អិនហើយក៏វាអត់ប៉ោងល្អនិយាយទៅគឺរសជាតិអត់ឆ្ងាញ់ទេអញ្ចឹងបានអ៊ំប្រុសគាត់ចាំរហូតដល់កម្ដៅ180អង្សាបានគាត់ចាក់ចូលណាហើយសម្រាប់អ៊ំប្រុសម្នាក់នេះវិញគឺគាត់ជាជនជាតិចិនគឺគាត់អត់សូវចេះនិយាយខ្មែរទេពុកម៉ែបងប្អូនគឺចេះនិយាយតែមួយម៉ាត់ពីរម៉ាត់ទេប៉ុន្តែកន្លែងគាត់គឺទទួលបានការគ្រប់គ្រងច្រើនទោះបីជាគាត់បើកលក់តូចតាចមែនប៉ុន្តែគឺមានភ្ញៀវទៅច្រើនមែនតើព្រោះអីគឺដោយសារតែភាពរស់រាយរាក់ទាក់របស់គាត់ដោយដែលពុកម៉ែបងប្អូនបានឃើញតាំងពីក្បាលវីដេអូអញ្ចឹងគឺថាផ្ទៃមុខអ៊ំប្រុសគឺញញឹមព្រំប្រៃជាប់រហូតតែម្ដងស្នាមញញឹមនេះហើយដែលតាក់ចិត្តមួយបានច្រើនមិនថាតែជនជាតិយើងក៏ដូចជាជនជាតិគេទៅញ៉ាំនៅកន្លែងគាត់ណាហើយចំណុចសំខាន់មួយទៀតដែល Twister ចាប់អារម្មណ៍ហ្នឹងគឺអ៊ំប្រុសគាត់បានប្រាប់ Twister ថាភ្ញៀវដែលគេមកទិញគឺគេត្រូវការភាពលឿនភាពរហ័សអញ្ចឹងគឺអ៊ំប្រុសគាត់ញាប់ដៃញាប់ជើងមែនតើពុកម៉ែបងប្អូនកាលមុនហ្នឹងគឺមានពុំតែមួយទេប៉ុន្តែឥឡូវនេះគាត់ដំឡើងបានពុំដល់ទៅ2ណាអញ្ចឹងគឺថាភ្ញៀវដែលមកទិញហ្នឹងគឺអត់មានចាំយូរទេមកភ្លាមបានញ៉ាំក្តៅភ្លាមតែម្ដងណាហើយសម្រាប់នំពងទានេះវិញគឺមួយតម្លៃ3000រៀលបើសិនជាពុកម៉ែបងប្អូនយកពីដូច Twister អញ្ចឹងគឺតម្លៃ5000រៀលហើយសម្រាប់នំពងទានេះគឺថាក្លិនរបស់គេឈ្ងុយមែនតើពុកម៉ែបងប្អូនគឺមានច្រើនរសជាតិ Twister អត់ចាំទេប៉ុន្តែ Twister យកនេះគឺមានរសជាតិឈីសក៏ដូចជារសជាតិសូកូឡាពុកម៉ែបងប្អូនសបល់រៀងកម្ៅនេះគឺរសជាតិសូកូឡានិយាយទៅគេមានស្នូលនៅខាងក្នុងហ្នឹងទេរបៀបថាគាត់កិនលាយជាមួយនឹងម្សៅប៉ុន្តែរសជាតិដែលគាត់ធ្វើចេញមកហ្នឹងគឺសាច់ម្សៅទន់ហើយអត់ផ្អែមខ្លាំងទេអញ្ចឹងសម្រាប់អ្នកដែលអត់ចូលចិត្តញ៉ាំផ្អែមអីគឺដឹងតែត្រូវហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូរបស់ Twister ហើយកុំភ្លេចសាកល្បងទៅទិញញ៉ាំទាំងអស់គ្នាណាហើយទទួលបានរសជាតិបែបណាអីជួយ comment នៅក្នុងវីដេអូប្រាប់ Twister ផងអូភ្លេចបញ្ជាក់ពុកម៉ែបងប្អូនតាមពិតទៅគឺអ៊ំប្រុសគាត់មករស់នៅស្រុកខ្មែរយើងនេះខ្ទង់7ឆ្នាំជាងហើយប៉ុន្តែគាត់ទើបតែបើកលក់ជាប្រភេទនំពងទាបាន4ខែជាងណាអញ្ចឹងវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេ